ឃើញតែផ្សាយលក់ជីមិនដឹងប្រើទៅបានល្អដូចមាត់អ្នកលក់អត់ចង់ឃើញអ្នកប្រើប្រាស់ផ្ទាល់លើដំណាំស្រូវស្វាយកែវរមៀតនិងស្វាយចន្ទីព្រោះខ្ញុំមានដំណាំទាំង3មុខនេះបាទបងប្រុសវាសនានៅខេត្តកំពង់ធំបានសួរសំណួរនេះហើយសំណួរនេះពិតជាល្អដូច្នេះសូមនាំអារម្មណ៍បងប្រុសវាសនាក៏ដូចជាប្រជាកសិករទូទាំងប្រទេសកម្ពុជាបានជួបជាមួយប្រជាកសិករដែលមានបទពិសោធន៍ប្រើប្រាស់មេជីនង្គ័លមាសផ្ទាល់តែម្ដងប្រើជីនង្គ័លមាសហ្នឹងទៅអត់ខុសម្ដងទេខ្ញុំប្រើ3ឆ្នាំមកគឺខ្ញុំពេញចិត្តហ្មងមែនពេញចិត្ត 100% ហ្មងខ្ញុំប្រើហ្នឹងវាចម្លែកហ្នឹងថាហេតុអីក៏ស្រូវនឹងខុសល្អខុសគេតែឯងអញ្ចឹងចាំមើលពេលប្រមូលផលខ្ញុំជឿជាក់ថាខ្ញុំបានផលច្រើនជាងតាមមុនប្រើមេជីម្សៅនង្គ័លមាសដើម្បីជំរុញការលូតលាស់លឿនកែប្រែដីពីខូចរិចរិលហិលជូរមកមានជីវជាតិឡើងវិញអ្វីដែលពិសេសជួយជំរុញបញ្ចេញការក្តឹបច្រើនកាន់ផ្កាកាន់ក្តឹបបានល្អនិងជួយបង្កើនទិន្នផលប្រជាកសិករច្រើនជាងមុនទ្វេដងប្រើនេះទៅវាអាចឡើង7 តោនជាង7 8 តោនទៅស្វាយគេអត់ចេញខ្ញុំព្រោះគេតែថាខ្ញុំកុំឲ្យស្វាយកុំឲ្យណាការប្រើនឹងធ្វើឲ្យដំណាំរបស់ខ្ញុំមានការលូតលាស់ល្អតាំងពីស្លឹកត្រួយចេញវាបានហាស់ហើយដងដើមល្អផ្លែបានច្រើនហើយបច្ចុប្បន្នជីថ្នាំឡើងថ្លៃប៉ុន្តែមើលជីម្សៅនង្គ័លមាសមានតម្លៃនៅដដែលប៉ុន្តែអ្វីដែលពិសេសក្រុមហ៊ុនមេជីម្សៅនង្គ័លមាសមានប្រូម៉ូសិនពិសេសប្រជាកសិករទិញមេជីម្សៅនង្គ័លមាស2ប្រអប់ថែមជូន1ប្រអប់ធំទិញមេជីម្សៅនង្គ័លមាស2កែវធំថែមជូនរហូត6ប្រអប់ធំតែម្ដងរស់រានឡើងប្រូម៉ូសិនមានកំណត់